មានបងប្អូនក៏ចង់ឲ្យខ្ញុំថតផ្ទះនៅទីនេះឲ្យគាត់មើលអញ្ចឹងហើយនេះគឺជាខាងផ្នែកផ្ទះវីឡាគេមានជា2គឺផ្នែកអាផាតម៉ែននិងជាលក្ខណៈវីឡានេះគឺជាវីឡាហើយផ្ទះគេនៅទីនេះគឺគេអត់មានលបងមានអីទេបងប្អូនគេដាក់កង់សម្ភារៈអីនៅខាងក្រៅហ្នឹងក៏អត់ដែលមានខេងបាត់អីដែរហើយប្រជាជនគេនៅទីនេះក៏អត់ដែលឮចាក់ចម្រៀងចាក់អីស្ដាប់ដែរបងប្អូនគឺស្ងប់ស្ងាត់ណាខ្ញុំអត់ដែលឮគេចាក់បាសចាក់ចម្រៀងអីស្ដាប់សោះប្រហែលជាគេចាក់ក្នុងផ្ទះហើយក៏មិនដឹងដែរប៉ុន្តែយើងបើថាចេញក្រៅឲ្យរំខានអ្នកដទៃអីអត់មានទេបងប្អូននៅទីនេះនៅប្រទេសប៉ាណាម៉ាក៏វាមានកន្លែងដែលអត់ស្អាតដូចតែគ្នាដែរបងប្អូនកន្លែងនេះមានន័យថាដូចជាប្លុកគេអ្នកដែលគេធូធាអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅការរស់នៅរបស់គេក៏មានសណ្ដាប់ធ្នាប់តាមនឹងដែរបើថាកន្លែងខ្លះវិញក៏មានកន្លែងរញ៉េរញ៉ៃដែរហើយឥឡូវដើរមកដល់ដើមស្វាយមកដើមសត្វតែផ្លែនាងខ្ញុំឲ្យតែឃ្លានផ្លែស្វាយគឺដើរកាត់តាមនឹងមកបេះផ្លែស្វាយបេះហើយចាំទៅផ្ទះវិញស្វាយនេះក៏អត់សូវជូរដែរហើយសាច់វាស្តៀងនឹងកៅល្មីបយើងណាស្វាយរបស់យើង